នៅក្នុងចំណោមតន្ត្រីករនិងកវីនិពន្ធចំនួនដើមទាំងអស់លោកអ៊ំតារាត្រូវបានគេចាត់ទុកថាជាកវីជើងចាស់ដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបដែលលោកបានបន្សល់ទុកមរតកផ្នែកសិល្បៈចម្រៀងជាច្រើនមកដល់បច្ចុប្បន្នដែលជាមរតកមួយដ៏រឹងមាំគ្មាននរណាអាចគាស់រំលើងបានឡើយហើយនឹងបានជួយលើកស្ទួយខឿនវប្បធម៌ជាតិឲ្យថ្កុំថ្កើងយ៉ាងវិសេសវិសាលអស់រយៈពេលជិតកន្លះទសវត្សរ៍មកនេះលើសពីនេះលោកមិនត្រឹមតែជាកវីនិពន្ធបទភ្លេងនិងទំនុកច្រៀងប៉ុណ្ណោះទេលោកក៏ជាតន្ត្រីករវីយូឡុងនិងជាកំពូលអ្នកសម្រួលតន្ត្រីប្រកបដោយទេពកោសល្យនិងថ្វីដៃដ៏អស្ចារ្យម្នាក់ទៀតផងលោកគឺជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សពីរនាក់ដែលល្បីល្បាញបំផុតខាងកូដវីយូឡុងនិងសម្រួលតន្ត្រីដែលម្នាក់ទៀតនោះគឺលោក Hasalon គេឈ្មោះរបស់លោកទាំងពីរក្នុងជំនាញនេះនរណាក៏កោតសរសើរយ៉ាងខ្លាំងកាលពីសម័យនោះដែរម្យ៉ាងលោកអ៊ំតារាក៏ជាមនុស្សម្នាក់នៅក្នុងចំណោមកវីនិពន្ធ 4-5 រូបដូចជាលោកម៉ាឡាពីលោកគង់អ៊ុនឈឿនលោកអែលប៊ូណានិងលោកហេងហូវេងជាដើមដែលមានភ័ព្វវាសនាឆ្លងផុតពីទ្វារនរកលោកីនៃរបបមច្ចុរាជប៉ុលពតផងដែរលោកអ៊ំតារាកើតនៅក្នុងឆ្នាំខាលនៅក្នុងខែមិថុនាឆ្នាំ1940តាមពិតឈ្មោះនៃកវីនេះគេតែងតែហៅថាតារាតែការពិតគឺអ៊ំតារាលោកអ៊ំតារាគឺជាកូនតូលតែមួយគត់នៅក្នុងត្រកូលអ្នកមានស្ដុកស្ដំមួយនៅសង្កាត់បឹងប្រលិតខណ្ឌ7មករាក្រុងភ្នំពេញឪពុកលោកមានឈ្មោះអ៊ំជាមន្ត្រីគយសម្បូរដោយអំណាចនិងធនធាននិងម្ដាយឈ្មោះហ៊ុលផុនជាមេផ្ទះលោកចាប់កំណើតនៅក្នុងពេលប្រទេសខ្មែរកំពុងស្ថិតក្រោមអាណានិគមនិយមបារាំងដែលធ្វើឲ្យលោកមិនបានរស់នៅនិងសិក្សាជាប់លាប់គឺត្រូវចល័តទៅរស់នៅស្ទើរតែគ្រប់ខេត្តតាមឪពុកដែលមានបេសកកម្មពីថ្នាក់លើឲ្យចុះទៅបំពេញក្នុងតួនាទីជាមន្ត្រីគយអាជីពដែលត្រូវតែផ្លាស់ប្ដូរតំបន់ធ្វើការពីកន្លែងមួយទៅកន្លែងមួយជាញឹកញយដោយសារតែការចល័តតាមឪពុកដូច្នេះការសិក្សារបស់លោកក៏ទៅតាមការចល័តនេះដែរខែដែលឪពុកចុះទៅបំពេញការងារនោះលោកបានចូលសិក្សាដំបូងនៅក្នុងខេត្តកំពង់ចាមពេលអាយុបានប្រមាណ8ទៅ9ឆ្នាំហើយក្រោយមកក៏ផ្លាស់ទៅសិក្សានៅស្រុកកំពង់ត្រាចខេត្តកំពតបន្ទាប់មកក៏ផ្លាស់ទៅសិក្សានៅខេត្តព្រះចេះស្ទឹងត្រែងបាត់ដំបងបាវិតនិងចុងក្រោយបង្អស់លោកបានបញ្ចប់ឌីប្លូមនៅទីក្រុងភ្នំពេញវិញនាឆ្នាំ1957និយាយជារួមជីវិតនៅក្នុងកុមារភាពនិងយុវវ័យរបស់លោកអ៊ំតារាជាជីវិតពោរពេញដោយភាពសម្បូរសប្បាយមិនដែលជួបនឹងភាពលំបាកតោកចាកក្រីក្រតស៊ូអ្វីឡើយព្រោះលោកកើតក្នុងត្រកូលដ៏មានទ្រព្យសម្បត្តិនិងមុខមាត់ខ្ពង់ខ្ពស់ដែលខុសពីជីវិតកវីនិពន្ធជំនាន់ជាមួយលោកដូចជាលោកស្វាយសំអឿលោកហេងហួរវែងលោកអែលប៊ុនណាជាដើមដែលកើតមកនៅក្នុងត្រកូលកសិកររកអង្ករច្រកឆ្នាំងមួយពេលសម្រាប់តែមួយពេលជួបតែភាពជូរចត់អត់ឃ្លានឈឺចាប់គ្រប់បែបយ៉ាងទម្រាំឈានមកដល់ចំណុចល្បីល្បាញនិងមានទ្រព្យមធ្យមគ្រាន់បើឬអ្នកខ្លះលំបាកវេទនាតាំងពីកើតរហូតដល់ជីវិតចុងក្រោយក៏មានដូចជាលោកគង់ប៊ុនឈឿនជាដើមត្រូវពេលបញ្ចប់ឌីប្លូមនាឆ្នាំ1957និងខណៈដែលពេលវិស័យតូរតន្ត្រីកំពុងមានការពេញនិយមនិងគាំទ្រយ៉ាងខ្លាំងពីមហាជននិងដោយពេលនោះប្រទេសបារាំងបានផ្ដល់ឧបករណ៍ភ្លេងសម័យគ្រប់ប្រភេទនិងបញ្ជូនគ្រូបរទេសចម្រុះជាច្រើនជាតិសាសន៍មកជួយបង្ហាត់បង្ហាញកូដខ្មែរនោះលោកអ៊ំតារាដែលមាននិស្ស័យសិល្បៈជាប់ខ្លួនតាំងពីកុមារក៏បានបន្សាត់ខ្លួនទៅចូលសិក្សានឹងគេផងដែរតាមរយៈការបបួលពីមិត្តភ័ក្តិនិងក៏ដូចជាឆន្ទៈផ្ទាល់ខ្លួនផងពិសេសនៅពេលដែលឃើញមិត្តភ័ក្តិរបស់លោកឈ្មោះ Hasalon ដែលរៀនកូដវីយូឡុងជាមួយគ្រូបរទេសល្បីឈ្មោះម្នាក់ឈ្មោះកែវមុក្រាតក៏នាំឲ្យលោកមានគំនិតចង់រៀនឧបករណ៍នេះផងដែរក្នុងរយៈពេល1ឆ្នាំគឺឆ្នាំ1957ដល់ឆ្នាំ1958លោកបានព្យាយាមសិក្សាយ៉ាងស្វាហាប់និងម៉ត់ចត់បំផុតចំពោះការហាត់វីយូឡុងលោកអ៊ំតារាកាន់តែយកចិត្តទុកដាក់មែនទែនដោយរៀនផ្ទាល់ជាមួយគ្រូផងនិងឆ្លៀតសិក្សាស្វែងយល់ដោយខ្លួនឯងនៅផ្ទះផងគឺលោកសិក្សាតាមសៀវភៅក្បួនកូដវីយូឡុងមួយដែលសរសេរសុទ្ធតែជាភាសាបារាំងទាំងអស់ដោយហេតុនេះតាមរយៈការយកចិត្តទុកដាក់និងការព្យាយាមដ៏សកម្មនេះមិនយូរប៉ុន្មានធ្វើឲ្យយុវជនអ៊ំតារាពោពេញទៅដោយសមត្ថភាពតន្ត្រីនិងលេងវីយូឡុងប្រកបដោយទេពកោសល្យគួរឲ្យស្ញប់ស្ញែងក្រៃលែងនិងក្រោយមកក៏ក្លាយជាអ្នកសរសេរបទភ្លេងនិងសម្រួលតន្ត្រីដ៏ចំណានមួយរូបនៅក្នុងចំណោមកវីនិពន្ធនៅក្នុងចំនួននោះដោយសារជំនាញច្បាស់លាស់ខាងវីយូឡុងនិងបទភ្លេងផងរយៈពេល3ឆ្នាំក្រោយគឺនៅក្នុងឆ្នាំ1960លោកក៏បានក្លាយពីសិស្សមកជាគ្រូបង្ហាត់ភ្លេងនិងចម្រៀងនៅក្នុងសាលាល្ខោនជាតិនោះ
ដោយទទួលបន្ទុកបង្រៀនក្រុមល្ខោននៅសាលានេះគឺរហូតដល់ឆ្នាំ1975ដែលប្រទេសជាតិធ្លាក់ក្នុងរបបខ្មែរក្រហមតែម្ដងបន្ថែមពីលើនេះលោកក៏ក្លាយជាតន្ត្រីករវីឡុងដ៏វ័យក្មេងម្នាក់ដែលតែងតែបានចេញប្រគំឲ្យវង់ភ្លេងតន្ត្រីធំៗនិងប្រគំឲ្យអ្នកចម្រៀងល្បីៗនៅចំនួននោះរាប់រយបទទៀតផងដោយហេតុនេះធ្វើឲ្យលោកបានតាក់ទងនឹងរាប់អានជាមួយតន្ត្រីករសិល្បករនិងកវីនិពន្ធល្បីៗជាច្រើនដែលរួមមានដូចជាលោកម៉ែប៊ុនលោកហេងហ៊ូវែងលោកអូអ៊ួនលោកម៉ាឡាពីលោកស៊ិនស៊ីសមុទ្រលោកមីហុកសេងនិងលោកពៅស៊ីផូជាដើមនិងក្រោយមកតាមការស្គាល់និងរាប់អានជាមួយកវីទាំងអស់នេះក៏នាំឲ្យលោកក្លាយទៅជាកវីនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញលើជំនាញកូនវីឡុងមួយផងដែរហើយចំពោះតន្ត្រីករដែលមានជំនាញខាងកូនវីឡុងដែលល្បីល្បាញនៅក្នុងចំណោមនោះដែលគេកោតសរសើរនិងមានគេឈ្មោះល្បីល្បាញបំផុតគឺមានតែពីររូបគត់ដែលទី1គឺលោកហាសាឡននិងទី2គឺលោកអ៊ុំតារ៉ានេះឯងពេលណាឲ្យតែគេនិយាយដល់តន្ត្រីករវីឡុងគឺគេនឹកឃើញដល់តន្ត្រីករពីររូបនេះមុនគេបំផុតប៉ុន្តែនេះមិនមែនមានន័យថាចំនួននោះមានតែតន្ត្រីករកូនវីឡុងទាំងពីររូបនេះទេគឺមានអ្នកផ្សេងទៀតដែលមានជំនាញនេះផងដែរដូចជាលោកជុនសេនិងលោកមីតសមនជាដើមប៉ុន្តែគ្រាន់មិនសូវល្បីខ្លាំងដូចជារូបលោកទាំងពីររវាងលោកអ៊ុំតារ៉ានិងលោកហាសាឡនត្រូវបានកវីនិពន្ធនៅក្នុងចំនួននោះទទួលស្គាល់តន្ត្រីករទាំងពីរនេះសុទ្ធតែមានទឹកដៃខ្ពស់ដូចគ្នានៅក្នុងការដេញវីឡុងគ្រាន់តែទឹកដៃមានទំនោរផ្សេងគ្នាប៉ុណ្ណោះគឺលោកហាសាឡនទឹកដៃទំនោរទៅបែបទាន់សម័យឯលោកអ៊ុំតារ៉ាទំនោរទៅបែបបុរាណនិងប្រពៃណីដូច្នេះរាល់កវីនិពន្ធនានានៅពេលថតចម្រៀងបើអ្នកណាសរសេរបទភ្លេងទៅបែបសម័យគេត្រូវការលោកហាសាឡនតែបើអ្នកណាសរសេរចង្វាក់ភ្លេងទៅបែបប្រពៃណីគេរកលោកអ៊ុំតារ៉ាយ៉ាងដោយកវីទាន់សម័យសម្ដីគ្រប់រសជាតិលោកវ៉ៃហូនៅពេលដែលថតចម្រៀងកវីនេះត្រូវការលោកហាសាឡនរីឯលោកម៉ែប៊ុនកវីនិពន្ធដែលមាននិស្ស័យសរសេរបទភ្លេងទៅបែបប្រពៃណីនិងបុរាណពេលថតចម្រៀងលោកតែងតែរកលោកអ៊ុំតារ៉ាជានិច្ចចំពោះបទចម្រៀងដែលលោកបាននិពន្ធទាំងបទភ្លេងនិងទំនុកច្រៀងលោកបានបញ្ជាក់ថាមានប្រមាណតែ30បទប៉ុណ្ណោះហើយបទទាំងនោះផ្ដល់ឲ្យអ្នកចម្រៀងល្បីៗនៅក្នុងចំណោមនោះមានចំនួន4រូបគឺលោកស៊ិនស៊ីសមុទ្រលោកអឹងណារីលោកមីហុកសេងនិងអ្នកស្រីរស់សេរីសុធានៅពេលដែលគេសួរថាតើហេតុអ្វីបានជាលោកនិពន្ធឲ្យតែអ្នកចម្រៀងទាំង4នេះឯអ្នកចម្រៀងដទៃទៀតមិននិពន្ធឲ្យផងលោកមានប្រសាសន៍ថានេះមិនមែនដោយសារតែមិនពេញចិត្តនឹងសម្លេងអ្នកចម្រៀងដទៃនោះទេក៏ប៉ុន្តែគឺអាស្រ័យទៅលើផលិតកម្មជាអ្នកកំណត់ផលិតកម្មដែលលោកនិពន្ធឲ្យគឺមានផលិតកម្មវ៉ាន់ច័ន្ទនិងផលិតកម្មថតថាសច័ន្ទឆាយាដែលធំបំផុតនៅក្នុងសម័យនោះដោយឡែកបើទោះចម្រៀងដែលលោកបាននិពន្ធមានចំនួនតិចតួចក៏ពិតមែនប៉ុន្តែចម្រៀងទាំងនោះត្រូវបានទទួលស្គាល់នៅក្នុងស្រទាប់មហាជននិងប្រជាពលរដ្ឋអ្នកស្ដាប់គ្រប់ទិសទីហើយសូម្បីតែកវីនិពន្ធដូចគ្នាក៏មានការកោតសរសើរលើទឹកដៃរបស់លោកផងដែរឯបទចម្រៀងដែលលោកបានបង្ហើរសូរសៀងវីឡុងមានចំនួនរាប់រយបទដែលក្នុងនោះមានដូចជាដងស្ទឹងសង្កែនិពន្ធដោយលោកម៉ាឡាពីបទកុលាបមួយតងដែលនិពន្ធដោយលោកញឹមឌឹបវិចិត្រករដៃឯកគ្មានពីររបស់ខ្មែរកាលពីសម័យដើមនោះម្យ៉ាងក្រៅពីនិពន្ធសម្រាប់ថតថាស្ដាប់ធម្មតាលោកក៏បាននិពន្ធចម្រៀងបញ្ចូលនៅក្នុងខ្សែភាពយន្តនិងល្ខោននិយាយផងដែរលោកមានប្រសាសន៍រំលឹកឡើងវិញថានៅពេលរៀនភ្លេងចំនួន3ឆ្នាំពីឆ្នាំ1957ដល់ឆ្នាំ1960បានបញ្ចប់និងបានក្លាយជាគ្រូបង្ហាត់នៅសាលាល្ខោនជាតិនៅឆ្នាំ1961លោកក៏បាននិពន្ធបទមាយើងច្រៀងដោយលោកមីហុកសេងបញ្ចូលនៅក្នុងរឿងល្ខោននិយាយរឿងមាយើងហើយមកដល់ឆ្នាំ1962លោកពៅយូលេងអ្នកសរសេរនិងរៀបចំល្ខោននិយាយដ៏ល្បីបានយករឿងប្រឡំលោកមួយគឺរឿងកុំលេងនឹងសេចក្តីស្នេហារបស់អ្នកពន្ធបារាំងម្នាក់ឈ្មោះ Alfred Demy មកកែសម្រួលជាល្ខោននិយាយហើយពេលនោះលោកពៅយូលេងក៏សូមឲ្យលោកនិពន្ធចម្រៀងមួយបទបញ្ចូលនៅក្នុងរឿងនោះគឺបទចំណេះជីកឯងដែលតម្រូវឲ្យលោកមីហុកសេងជាអ្នកច្រៀងប៉ុន្តែចំពោះបទចម្រៀងទាំងនេះនៅពេលនោះមិនបានថតជាថាសឬជាកាសែតសម្រាប់លក់ឬចាក់ផ្សាយជាសាធារណៈទេប៉ុន្តែក្រោយមកដោយសារបទទាំងនោះមានអ្នកស្ដាប់គាំទ្រច្រើនទៅពេលនោះមានគេលួចថតយកទៅធ្វើអាជីវកម្មលក់ពេញផ្សារដែលហេតុនាំឲ្យបទចម្រៀងទាំងនោះល្បីគ្រប់ទិសទីពិសេសបទចំណេះជីកឯងបានដឹកនាំឈ្មោះលោកមីហុកសេងឲ្យល្បីល្បាញមែនទែនចំពោះស្នេហាវិញក្នុងវ័យកំឡោះលោកអ៊ុំតារ៉ា
មានរូបរាងសង្ហាសក់រួញអង្គាដីគួរឲ្យនារីទាំងឡាយគួរចិត្តប្រតិព័ទ្ធមិនតិចអ្នកឡើយតែគេមិនដឹងទេថាតើកាលវ័យកំឡោះនោះឬនិស័យធម្មជាតិរបស់កវីនេះចូលចិត្តស្រីដោយមិត្តភក្តិកវីល្បីៗរបស់លោកមួយចំនួនទៀតដូចជាលោកពៅស៊ីផូឬលោកម៉ាឡាពីដែរឬទេប៉ុន្តែទោះជាយ៉ាងណានៅក្នុងឆ្នាំ1957ក្រោយពេលបញ្ចប់ឌីប្លូមលោកបានតាក់ទងនារីម្នាក់ដែលនៅផ្ទះជាប់គ្នាមកធ្វើជាគូស្នេហ៍ដែលនេះគឺជាស្នេហាគ្រាដំបូងរបស់លោកសង្សារទាំងពីរនេះស្រឡាញ់គ្នាណាស់ហើយក្រោយមកដោយយកចិត្តថ្លើមគ្នាមែនទែននិងដោយមានការដឹងឮពីចាស់ទាំងសងខាងផងពួកគេក៏បានមករួមរស់ជាមួយគ្នាដោយប្តីប្រពន្ធនៅផ្ទះឪពុកម្ដាយរបស់លោកតែម្ដងដែលសង្ឃឹមថានឹងរៀបការនៅថ្ងៃខាងមុខប៉ុន្តែសេចក្តីស្នេហានេះផ្អែមល្ហែមតែគ្រាដំបូងប៉ុណ្ណោះលោកក្រោយមកដោយសារការប្រច័ណ្ឌជ្រុលរបស់នាងជាសង្សារដែលប្រហែលជាគិតថាបដិជាតន្ត្រីករមានរូបរាងសង្ហាតែងដើរហើរនឹងធ្វើការក្រំភ្លើងពណ៌ជាប់ជានិច្ចនោះអាចនឹងត្រូវមេអំបៅខាងក្រៅចោមរោមឆក់យកបាត់ជាមិនខានដោយហេតុនេះនាងតែងតែខាត់ខាំងលោកមិនអោយសូវទៅណាមកណាដូចមុនឡើយហើយរករឿងឆ្លោះព្រោះតែប្រច័ណ្ឌជ្រុលនេះជាប់ជានិច្ចចំពោះបញ្ហាខាត់ខាំងនេះលោកអ៊ំតារាក៏យល់ដែរថាគឺដោយសារតែនាងស្រឡាញ់ទើបនាងបារម្ភនឹងធ្វើដូច្នេះប៉ុន្តែទោះបីជាយ៉ាងណាស្នេហាមានរសជាតិមិនមែនមួយថ្ងៃអង្គុយតែសំកុកមើលមុខគ្នាពីព្រឹកទល់ល្ងាចនោះឡើយព្រោះនឹងអាចឲ្យខ្លាយទៅជារឿងធុញថប់និងតានតឹងនៅក្នុងអារម្មណ៍ជាមិនខានការលើកឡើងនេះមិនខុសទេដោយម្នាក់សុទ្ធតែលើកហេតុផលយកតែឈ្នះរៀងខ្លួនធ្វើឲ្យទីបំផុតពួកគេទាំងពីរក៏បានឈានដល់ដំណាក់កាលចែកផ្លូវគ្នាតែម្ដងព្រោះតែរឿងរ៉ាវនេះឯងដែលពេលនោះលោកផ្ដាំនិពន្ធបទចម្រៀងមួយបទចំពោះស្នេហាមិនចុះសម្រុងនេះនោះគឺបទឈប់ស្រឡាញ់អូនទៅដែលឲ្យអ្នកស្រីរស់សេរីសុទ្ធាជាអ្នកបកស្រាយហើយនេះក៏ជាបទដំបូងរបស់លោកផងដែរដែលលោកជាអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងលោកបន្ទាប់ពីផ្ដាច់ទំនាក់ទំនងជាមួយគ្នានាងគូស្នេហ៍ទី1នេះប្រមាណកន្លះឆ្នាំលោកត្រូវបានអ្នកមានគុណទាំងពីររៀបចំផ្សំគុំឲ្យមានគូក្រងជាមួយកូនក្រមុំអ្នកក្រុងដូចគ្នាម្នាក់ឈ្មោះសុខុមដែលខាងព្រះយាននេះលោកមិនដែលស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយគ្នាពីមុនមកទេលោកអ៊ំតារានិងនាងសុខុមក្រោយមកក៏បានផ្ដល់កំណើតកូនចំនួន2នាក់គឺលោកអ៊ំសុខហននិងកូនទី2ឈ្មោះអ្នកស្រីអ៊ំឌីលុះទៅរៀបការនឹងគ្នាបានប្រមាណ1ឆ្នាំនៅឆ្នាំ1957លោកក៏បានជាប់ចិត្តជំពាក់នឹងនាងក្រមុំម្នាក់ដែលនៅជិតផ្ទះនឹងលោកជាមនុស្សប្រុសឲ្យតែមានបេះដូងពិសេសបុរសបើកាលណាឃើញនារីរូបស្រស់រមែងកាត់ក្តីញាប់ញ័រគួចចិត្តបំណងជារឿងធម្មតាឯចំពោះកវីអ៊ំតារាក៏មិនខុសពីបុរសទូទៅដែរហើយបើទោះមានភរិយាទៅហើយក៏មិនជាអ្វីដែរព្រោះនេះជាព្រឹត្តិក្រមធម្មជាតិដែលកើតឡើងជាធម្មតាប៉ុន្តែទោះជាយ៉ាងណាលោកមិនបានបណ្ដាលឲ្យរឿងរ៉ាវកើតឡើងនៅក្នុងគ្រួសារប្តីប្រពន្ធរបស់លោកឡើយគឺគ្រាន់តែជាការគួចចិត្តប៉ុណ្ណោះជាមួយសម្រស់របស់នាងក្រមុំនេះបានធ្វើឲ្យកវីយើងគេងមិនលក់បក់មិនលហើយគ្រប់ពេលវេលាជប់សម័យថ្ងៃរលឹកនឹងតែងលួចគយគុណនាងស្ទើរគ្រប់សកម្មភាពប៉ុន្តែលោកគ្មានឱកាសឆ្លើយឆ្លងសម្ដីជាមួយនាងឡើយដោយសារតែវិយោគស្នេហ៍មានរូបនាងមករាំងផ្ទុកមិនឲ្យកវីយើងបាននាងក្រមុំនោះមកគៀកកាយរួមមេត្រីដូច្នេះហើយទើបពេលនោះបណ្ដាឲ្យលោកចាប់ឆ្លាតពកានិពន្ធបទចម្រៀងមួយបទទៀតដើម្បីពណ៌នាអំពីស្នេហាពុំមានកោះត្រើយដែលបទនោះមានចំណងជើងថាថ្ងៃណាមានសង្ឃឹមដែលត្រូវបានពណ៌នាទូចសោកវិយោគចន្ទាដោយកំពូលបរោះអណ្ដាតទឹកលោកស៊ិនស៊ីសមុទ្រដដែលដូច្នេះទោះក្តីស្នេហាធំប៉ុណ្ណាក៏មិនអាចធ្វើឲ្យពួកគេខ្លាចជាប្តីប្រពន្ធបានដែរគឺក្រោយមកពួកគេក៏បានបែកបាក់គ្នាទៅខណៈដែលនាងនោះមានស្វាមីមកដល់ឆ្នាំ1964ឪពុកលោកបានស្លាប់ចោលធ្វើឲ្យលោករស់នៅជាមួយនឹងភរិយានិងម្ដាយមេម៉ាយចំនួន3ឆ្នាំនោះដល់ឆ្នាំ1967ដែលលោកក៏បានស្លាប់ចោលទៀតពេលនោះធ្វើឲ្យលោកនៅសល់តែប្រពន្ធនិងកូនប៉ុណ្ណោះដែលរស់នៅកំដរជីវិតលោកបានប្រកបការងារក្នុងសិល្បៈក្នុងនាមជាតន្ត្រីករនិងជាកវីនិពន្ធតែប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិតក្នុងអាជីពនេះលោកបានផ្ដល់ឲ្យគ្រួសារនូវជីវភាពដ៏ប្រសើរព្រមទាំងជួយឲ្យបុត្រទាំងពីររបស់លោកបានសិក្សាបានប្រពៃផងដែរដោយឡែកក្រៅពីនិពន្ធបទភ្លេងនិងទំនុកច្រៀងជាកម្មសិទ្ធិផ្ទាល់ខ្លួនលោកក៏មានស្នាដៃនិពន្ធបទភ្លេងនិងសម្រួលឲ្យមិត្តកវីរបស់លោកជាច្រើនបទផងដែរគេចាំបានថានៅកំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960កាលពីសម័យសង្គមរាស្ត្រនិយមគឺប្រហែលនៅក្នុងឆ្នាំ1966លោកអ៊ំតារានិងលោកម៉ាឡាពីបានចូលរួមស្ថាបនានៅចម្រៀងមួយបទដ៏ល្បីល្បាញនោះគឺបទលលោកញីឈ្មោល
ដែលលោកម៉ាឡាពីគឺជាអ្នកនិពន្ធទំនុកច្រៀងឯលោកអ៊ុំតារ៉ាគឺជាអ្នកនិពន្ធបទភ្លេងនិងជាអ្នកសម្រួលតន្ត្រីហើយអ្នកចម្រៀងដែលមានវាសនាច្រៀងបទដ៏ពិសេសនេះគឺលោកមាសហុកសេងជាមួយបទលលោកញីឈ្មោលនេះផងដែរលោកអ៊ុំតារ៉ាបន្ថែមឲ្យដឹងទៀតថាពេលបទនេះពេលថតចេញភ្លាមល្បីបាញពេញប្រទេសតែម្ដងពិសេសឈ្មោះអ្នកចម្រៀងនោះគឺលោកមាសហុកសេងអ្នកណាក៏កោតសរសើរដែរដោយឡែកថាចម្រៀងវិញម្ចាស់ផលិតកម្មដែលទិញសិទ្ធិថតបទនេះធ្វើឲ្យអាជីវកម្មគឺលក់ដាច់អស់ពីហាងរាល់ថ្ងៃជួនកាលផ្ដិតថាមិនទាន់អ្នកទិញទៀតផងដែលភាគច្រើននៃអ្នកស្ដាប់គឺជាព្រះសង្ឃមកចុចចាំនៅមុខហាងលក់ថានេះមិនដាច់ឡើយហើយឯមូលហេតុដែលព្រះសង្ឃចូលចិត្តស្ដាប់បទនេះគឺនៅត្រង់ចំណុចមួយឃ្លាដែលច្រៀងថាបញ្ញីទុកឈ្មោលឲ្យរស់ចង្អៀតដេចមិនពីឃាតទាំងគូទៅហើយគឺត្រង់ឃ្លានេះឯងដែលលោកអ៊ុំតារ៉ាលើកឡើងថាលោកស៊ិនស៊ីសមុទ្រច្រៀងមិនដល់ចំណុចកំពូលដោយលោកមាសហុកសេងទេព្រោះចំណុចនេះត្រូវច្រៀងផ្ទួនលើកដាក់បត់បែនគ្នាដែលមានតែសម្លេងលោកមាសហុកសេងទេទើបស៊ីគ្នាបំផុតនឹងទំនុកនេះបើតាមលោកលេងសំណាងអ្នកសរសេរចម្រៀងអធិប្បាយប្រចាំសមូហកម្មស្ទឹងសង្កែដែលធ្លាប់ជួបលោកម៉ាឡាពីក្នុងកំឡុងទសវត្សរ៍ឆ្នាំ1990កាលដែលលោកកវីរូបនេះនៅមានជីវិតនៅឡើយលោកបានឲ្យដឹងថានៅពេលនោះក្រោយពេលដែលចេញផ្សាយភ្លាមបទនេះទទួលបានការពេញនិយមយ៉ាងខ្លាំងណាស់ហើយពេលនោះលោកបានលក់សិទ្ធិឲ្យផលិតកម្មថតថាមួយរហូតដល់ 30,000 រៀលហើយបើគិតពីតម្លៃប្រាក់នៅសម័យនោះគឺស្មើនឹង3តម្លឹងមាសឯណោះដល់ឡែកនៅមានរឿងមួយទៀតដែលលោកអ៊ុំតារ៉ាចងចាំមិនភ្លេចគឺនៅមុនប្រទេសកម្ពុជាបានត្រូវក្តោបក្តាប់ដោយពួកប៉ុលពតនៅឆ្នាំ1975លោកបាននិពន្ធបទចម្រៀងមួយបទដែលមានចំណងជើងថាបុប្ផាផ្លាស្ទិកដែលឲ្យលោកស៊ិនស៊ីសមុទ្រច្រៀងហើយបទនេះឯងគឺជាបទចុងក្រោយនៅក្នុងអាជីពតែងនិពន្ធរបស់លោកនៅក្នុងជំនាន់នោះម្យ៉ាងលោកបានរៀបរាប់ប្រវត្តិបទនេះថាលោកនិពន្ធបទចម្រៀងនេះឡើងគឺដើម្បីពណ៌នាអំពីស្នេហារបស់មិត្តភ័ក្តិដ៏កំសត់របស់លោកម្នាក់ឈ្មោះកឹមសំអែលដែលទៅយកស្រីបាននៅក្នុងស្ថានភាពមួយនៅក្រុងភ្នំពេញមកធ្វើជាប្រពន្ធធម្មតានារីដែលធ្វើការបែបនេះមិនត្រូវបានសង្គមឲ្យតម្លៃទេព្រោះគេចាត់ទុកថាជាការងារថោកទាបហើយនារីដែលរស់ក្រោមភ្លើងពណ៌បែបនេះគ្មានភាពបរិសុទ្ធអ្វីឡើយដែលមិនខុសពីផ្កាក្រដាសដែលរីកតែគ្មានក្លិនឬប្រៀបបានដូចជាផ្កាដែលគេផលិតពីជ័រផ្លាស្ទិកដូចនេះដែរដោយសារមូលហេតុនេះហើយទើបលោកនិពន្ធបទនេះឡើងក្នុងន័យអាណិតលោកកឹមសំអែលដែលជាមិត្តរួមអាជីពរបស់លោកដែលមិនគួរទៅយកប្រពន្ធជាស្រីប្រភេទនេះឡើយបែរមកលោកកឹមសំអែលវិញនៅពេលដែលដឹងថាលោកអ៊ុំតារ៉ានិពន្ធបទនេះក៏ខឹងលោកអ៊ុំតារ៉ាខ្លាំងដោយគិតថាលោកនិពន្ធក្នុងបំណងរិះគន់នៅមើងងាយប្រពន្ធលោកប៉ុន្តែក្រោយរៀបការមិនយូរប្រមាណនាងនោះស្រាប់តែរត់ចោលលោកកឹមសំអែលទៅធ្វើជាស្រីបាននៅសថាគារវិញដោយខ្លឹមសារចម្រៀងដែលលោកអ៊ុំតារ៉ាទៅសេមិនខុសប៉ុន្តែសោកស្ដាយណាស់ចំពោះបទបុប្ផាផ្លាស្ទិកនេះលោកអ៊ុំតារ៉ាមានប្រសាសន៍ថាទើបតែថតរួចមិនទាន់នឹងបានផលិតជាកាសែតឬថាចម្រៀងលក់ផងពួកខ្មែរក្រហមក៏ចូលមកវាយទីក្រុងភ្នំពេញតែម្ដងហើយបទនេះប្រហែលជាបាត់នៅក្នុងពេលនោះហើយព្រោះមកដល់សប្តាហ៍នេះលោកមិនដែលឮឬឯទំនប់ចម្រៀងទាំងមូលនេះលោកក៏ភ្លេចអស់ដែរសូមបញ្ជាក់ផងដែរថាលោកកឹមសំអែលក៏ជាតន្ត្រីករកាន់អកនិងជាកវីនិពន្ធចម្រៀងដ៏ល្បីឈ្មោះនៅក្នុងចំណោមនោះដែរហើយដែលត្រូវគេដឹងថាជាអ្នកនិពន្ធបទទួលគោកទួលកម្មនេះឯងនៅថ្ងៃទី17ខែមេសាឆ្នាំ1975ខណៈដែលប្រទេសខ្មែរបានធ្លាក់នៅក្នុងមហាវិនាសកម្មនៃកណ្ដាប់ដៃពួកខ្មែរក្រហមដែលមានប៉ុលពតជាប្រមុខលោកអ៊ុំតារ៉ាត្រូវបានគេជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់តំបន់ព្រែកលួងនិងឃុំព្រែកក្របៅក្នុងខេត្តកណ្ដាលនៅទីនោះលោកត្រូវបានពួកអង្គការអាវខ្មៅខ្មែរក្រហមបង្ខំឲ្យធ្វើការដោយស័ក្តិធាតុមិនខុសពីប្រជាជនកម្ពុជាស្រុកត្រង់នៅទីទៀតឡើយដូចជារែកដីជន់ទឹកដាក់ស្រែនិងធ្វើជីដោយយកពីលាមកសត្វជាដើមលោកធ្វើការនៅទីនោះតាំងពីជម្លៀសនៅដើមឆ្នាំ1975ដល់ឆ្នាំ1979នេះចាត់ទុកថាជាសំណាងខ្ពស់បំផុតឬបុណ្យមិនទាន់អស់ដែលលោកមិនត្រូវបានក្រុមពេជ្ឈឃាតអាវខ្មៅក្រៅសាសនាប្រហារជីវិតនៅក្នុងរបបបិសាចដ៏គួរឲ្យខ្លាចមានពីរលើលោកនេះលោកបានរួចផុតជីវិតយ៉ាងប្រផិតប្រផើយមកវិញជាមួយនឹងកូនទាំងពីររបស់លោកប៉ុន្តែរឿងដែលគួរឲ្យសង្វេគខ្លោចផ្សាពុនប្រមាណនោះគឺភរិយាទីស្រឡាញ់មិនបានវិលត្រឡប់មកជាមួយលោកឡើយគឺនាងបានសូន្យសង្ខារក្នុងរបប3ឆ្នាំ8ខែនិង20ថ្ងៃនោះបាត់ទៅហើយលុះបន្ទាប់ពីប្រទេសបានរំដោះចេញពីនឹមមរណៈនៃពួកថ្មិលឥតសាសនាប៉ុលពតនៅដើមឆ្នាំ1979លោកក៏បានវិលត្រឡប់មកភ្នំពេញវិញដោយចូលបម្រើការងារនៅក្រសួងអប់រំតាមរយៈមិត្តភ័ក្តិរបស់លោកណែនាំ
ហើយក្រោយមកនៅឆ្នាំ1980ក៏បដូរទៅធ្វើការនៅក្រសួងសុខាភិបាលបម្រើការនៅក្នុងក្រសួងសុខាភិបាលបានកន្លះឆ្នាំនៅឆ្នាំ1980ដែរនោះមិត្តភ័ក្តិរបស់លោកឈ្មោះហឹងគុនធុនដែលបានស្គាល់គ្នាកាលពីក្នុងចំនួនប៉ុលពតដែលជាអ្នកតស៊ូនៅជីដែនខ្មែរថៃដឹកនាំដោយលោកតាសឿនសានបានសរសេរសម្បត្តិផ្ញើមកលោកដោយបបួលលោកឲ្យធ្វើការនៅទីនោះដែរពេលនោះលោកក៏ចាក់ចេញពីភ្នំពេញទៅតាមមិត្តភ័ក្តិហើយចូលបម្រើការងារនៅក្នុងក្រុមតស៊ូនោះរហូតមកនៅឆ្នាំ1980លោកក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងក្រមុំម្នាក់ឈ្មោះសំបណ្ណាតាមការផ្សំផ្គុំរបស់លោកសំបូរិនដែលត្រូវជាបងប្រុសរបស់នាងសំបណ្ណានេះហើយដែលជាអ្នកតស៊ូនៅក្នុងព្រៃនោះដែរតាមរយៈភរិយាទី2នេះក្រោយមកលោកអ៊ុំតារ៉ាក៏បានផ្ដល់កំណើតឲ្យកូនចំនួន2នាក់នោះគឺកូនទី1ឈ្មោះអ៊ុំភិរុននិងកូនស្រីទី2ឈ្មោះអ៊ុំថារតរស់នៅនិងធ្វើការក្នុងនាមជាជនតស៊ូនៅជំរំសាយធូប្រមាណ13ឆ្នាំគឺដល់ឆ្នាំ1993ខណៈដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតលោកក៏បានវិលត្រឡប់មកកាន់ភ្នំពេញវិញតាមរយៈការជំរុញពីក្រុមតំណាងសន្តិសុខនៃអង្គការសហប្រជាជាតិហៅថាអ៊ុនតាក់ដែលជាអ្នករៀបចំការបោះឆ្នោតនៅទីនោះមកដល់ភ្នំពេញជាលើកទី2នេះលោកអ៊ុំតារ៉ាដែលអាចនិយាយនិងបកប្រែភាសាបារាំងបានយ៉ាងស្ទាត់ជំនាញក៏បានបម្រើការងារជាអ្នកបកប្រែភាសាបារាំងឲ្យអ៊ុនតាក់ក្នុងពេលដែលគេរៀបចំធ្វើការបោះឆ្នោតនាឆ្នាំ1993នោះតែម្ដងលោកក្រោយមកអ៊ុនតាក់ត្រឡប់ទៅវិញបន្ទាប់ពីការបោះឆ្នោតចប់លោកក៏ចូលបម្រើការងារនៅក្នុងក្រសួងការពារជាតិដែលមានលោកចៅសុផាន់ជាអ្នកគ្រប់គ្រងហើយដំណើរគ្នានោះលោកក៏ចូលធ្វើការនៅឃោសនាការនៅក្រសួងព័ត៌មានទៀតផងតាមរយៈការជ្រោមជ្រែងរបស់លោកអៀងម៉ូលីជារដ្ឋមន្ត្រីនៃក្រសួងព័ត៌មាននៅពេលនោះក្នុងកំឡុងពេលបម្រើការងារនៅក្រសួងការពារជាតិនាទសវត្សរ៍ឆ្នាំ1990នោះលោកក៏បាននិពន្ធបទចម្រៀងជាច្រើនសិបបទទៀតផងក៏ប៉ុន្តែសោកស្ដាយណាស់លោកមិនបានចងចាំថាបទទាំងនោះមានចំណងជើងអ្វីខ្លះទេលោកធ្វើការនៅក្រសួងទាំងពីររហូតដល់ឆ្នាំ2000ខណៈដែលត្រូវដល់អាយុលោកក៏ចូលនិវត្តន៍មកដល់សប្តាហ៍ថ្ងៃប៉ុន្តែបើទោះលោកចូលវ័យចាស់ជរាក្តីតែលោកនៅតែស្រឡាញ់វិស័យដូរតន្ត្រីជានិច្ចគឺដូចគ្រាដែលលោកនៅវ័យក្មេងក្នុងចំនួនលោកស៊ិនស៊ីសមុទ្រដដែលមិនដែលបំភ្លេចមួយនាទីណាឡើយហើយលោកនៅតែមានសមត្ថភាពសរសេរបទភ្លេងនិងទំនុកច្រៀងបានល្អដូចគ្រាដែលលោកនៅវ័យក្មេងដូច្នេះហើយមានអង្គការក្រៅរដ្ឋាភិបាលផ្សេងៗតែងមកតាក់ទងឲ្យលោកសរសេរចម្រៀងឲ្យជាហូរហែដូចជាកាលឆ្នាំ2005លោកបានសរសេរបទចម្រៀងចំនួន2បទឲ្យអង្គការសិទ្ធិមនុស្សរបស់លោកកឹមសុខាគឺបទខ្មែរអហិង្សានិងបទពន្លឺសន្តិភាពឯសម្រាប់អង្គការសេដាក់លោកសរសេរបទស្ម័គ្របម្រើដល់ឡែកក្រៅពីសរសេរបទចម្រៀងលោកក៏តែងបានជួយបង្ហាត់បង្ហាញដល់កូនខ្មែរដែលចង់ចេះសរសេរបទភ្លេងនិងទំនុកច្រៀងដែលឥតលាក់លៀមឬប្រកាន់ខ្លួនជារៀមច្បងជើងចាស់អ្វីឡើយនៅពេលពួកគេសួរនិងសុំប្រឹក្សាពីលោកជាក់ស្ដែងកាលចុងឆ្នាំ2006ខណៈដែលលោកស៊ិនច័ន្ទឆាយាបុត្រារបស់លោកស៊ិនស៊ីសមុទ្ររួមនឹងអ្នកសិល្បៈស្នេហាចម្រៀងជំនាន់ដើមមកពីបរទេសមួយចំនួនទៀតបានបើកនៅសមាគមស៊ិនស៊ីសមុទ្រដែលគេអញ្ជើញលោកឲ្យមកជួយបង្ហាត់ភ្លេងលោកក៏មកជួយភ្លាមដែរបើទោះបីជាទទួលបានប្រាក់តែបន្តិចបន្តួចក៏ដោយឯចំណែកផលិតកម្មថតចម្រៀងនានាមកតាក់ទងឲ្យនិពន្ធជាច្រើនផងដែរប៉ុន្តែដោយសារតែការផ្ដល់កម្រៃតិចតួចពេកលោកមិនទទួលធ្វើឡើយតែនេះមិនមែនមានន័យថាលោកគិតពីរឿងប្រាក់ជាធំនោះទេក៏ប៉ុន្តែវាតាក់ទងទៅដល់តម្លៃមុខមាត់ទេពកោសល្យនិងកិត្តិយសរបស់លោកព្រោះសរសេរមួយបទគេឲ្យលោកត្រឹមតែ$5ប៉ុណ្ណោះដូច្នេះលោកមិនអាចឲ្យគេរិះគន់ថាធ្វើដើម្បីរកតែប្រាក់នោះទេគឺធ្វើដើម្បីកេរ្តិ៍ឈ្មោះដើម្បីលើកស្ទួយវប្បធម៌ជាតិនិងដើម្បីភាពយូរអង្វែងទៅអនាគតដោយដែលលោកបានធ្វើនៅចំនួនលោកស៊ិនស៊ីសមុទ្រដូចនេះដែរបើចង់ឲ្យលោកសរសេរចម្រៀងមួយបទគឺតលតែ$150ទើបលោកព្រមសរសេរតែបើត្រឹម$5គឺតម្លៃប្រហាក់ប្រហែលគ្នានឹងអ្នកនិពន្ធក្មេងៗស្រករនេះឯងបើគិតត្រឹមឆ្នាំ2021នៅពេលនោះគឺលោកមានអាយុ81ឆ្នាំហើយលោកកាន់តែទឹកទ្រាំខ្លាំងបន្ទាប់ពីលោកជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន2លើកកាលពីជាង10ឆ្នាំមុនកាលនោះបើទោះបីជាលោកចូលនិវត្តន៍ទៅហើយក្តីក៏លោកនៅតែបង្រៀននិងប្រឡូកនៅក្នុងវិស័យសិល្បៈជារឿយៗដែរតែក្រោយពីលោកជួបគ្រោះថ្នាក់ទាំង2លើកនោះទើបបោះបង់សិល្បៈចោលទាំងស្រុងតែម្ដងដោយសារតែបញ្ហាឆ្អឹងត្រគាកនិងឆ្អឹងជើងធ្វើទុកខ្លាំងពេក